ประมุขរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចធិបតីបានឆ្លើយតបទៅនឹងសារលិខិតរបស់ប្រធានាធិបតីដូណាល់ត្រាំថាកម្ពុជានឹងចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពនេះការបញ្ជាក់ចម្លើយបែបនេះនៅពេលដែលសម្ដេចធិបតីបានអនុញ្ញាតឲ្យឯកឧត្តមនាយឧត្តមនាវីសាមូអែលប៉ាពូរ៉ូមេបញ្ជាការនៃបញ្ជាការដ្ឋាន Indo-Pacific នៃសហរដ្ឋអាមេរិកចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពនាថ្ងៃទី26 ខែមករាឆ្នាំ2026នេះមានសួរបងប្អូនដែលគាំទ្រ Channel YouTube របស់ខ្ញុំ City Sport តាមដានលើ page Mobile TK ក៏ដូចជា page របស់ខ្ញុំ Chon Tet បងប្អូនទាំងអស់គ្នាតោះទៅអានខ្លឹមសារអ្វីដែល page សម្ដេចធិបតីបានបង្ហោះបាទសារនៅថ្ងៃទី26 ខែមករាកន្លងទៅនេះហើយក្នុងនោះខ្ញុំបាទនឹងបង្ហាញពីវីដេអូថាតើនៅពេលដែលកម្ពុជាចូលក្នុងក្រុមប្រឹក្សាសន្តិភាពដែលមានប្រធានាធិបតី Donald Trump ផ្ដួចផ្ដើមនឹងតើនឹងចំណេញអ្វីខ្លះដែលលោកបណ្ឌិតជ័យតិចបានវិភាគចំពោះសារព័ត៌មានកម្ពុជាថ្មីនៅពេលកន្លងទៅខ្ញុំដាក់វីដេអូជូនបងប្អូននៅពេលដែលខ្ញុំអានបាទសាររបស់សម្ដេចធិបតីនេះរួចរាល់បាទមេបញ្ជាការនៃបញ្ជាការដ្ឋាន Indo-Pacific អាមេរិកពេញចិត្តនឹងវាតម្លៃចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិកកម្ពុជាបាទអញ្ចឹងនៅព្រឹកថ្ងៃទី26 ខែមករាឆ្នាំ2026នេះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមនាវីសាមូអែលប៉ាពូរ៉ូមេបញ្ជាការនៃបញ្ជាការដ្ឋាន Indo-Pacific នៃសហរដ្ឋអាមេរិកចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពនៅក្នុងជំនួបនេះឧត្តមនាវីសាមូអែលបានថ្លែងអំណរគុណនិងសម្ដែងនៅសេចក្តីសោមនស្សរីករាយបានជួបសម្ដេចអធិបតីជាថ្មីម្ដងទៀតក្នុងដំណើរបំពេញទស្សនកិច្ចលើកទី2នៅកម្ពុជាឧត្តមបានសម្ដែងការពេញចិត្តនិងវាតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិកកម្ពុជាជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយគ្នានោះដែរឧត្តមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឲ្យកងបាទទ័ពជើងទឹកសហរដ្ឋអាមេរិកចូលចតនៅមូលដ្ឋានបាទសមុទ្ររៀមដែលជាបាសាខេភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរជាការឆ្លើយតបសម្ដេចធិបតីបានវាតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរនាពេលកន្លងមកនិងគូបញ្ជាក់ថាការចូលចតនៃនាវាជើងទឹកសហរដ្ឋអាមេរិកនៅកម្ពុជានាពេលនេះគឺជាលទ្ធផលជាក់ស្ដែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើនសម្ដេចបវរធិបតីបាទមានជំនឿយ៉ាងមុតមមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀតទន្ទឹមនឹងនេះសម្ដេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាដាមប្រធានាធិបតីដូណាល់ត្រាំដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញបទចុប្បាញ់កម្ពុជាថៃនិងបានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីបាទសម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមនាវីថាកម្ពុជាទទួលបានលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំក្នុងការចូលរួមបាទក្រុមប្រឹក្សាសន្តិភាពកម្ពុជាបាទក៏បានឆ្លើយតបថានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះដែលការនេះបានបង្ហាញនៅសុឆន្ទៈនិងការបដិញ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពជាសកលសម្ដេចធិបតីក៏បានជម្រាបជូនឧត្តមនាវីអំពីការវិវត្តជាក់ស្ដែងនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងបានបញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជានៅក្នុងការគោរពបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរឲ្យបានខ្ជាប់ខ្ជួននិងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ដើម្បីសម្រេចបាននៅព្រំដែនសន្តិភាពនិងយូរអង្វែងជាការឆ្លើយតបឯកឧត្តមនាវីសាមូអែលបានជម្រាបជូនសម្ដេចបាទអធិបតីអាដាមប្រធានាធិបតីដូណាល់ត្រាំនៅតែបន្តយកចិត្តទុកដាក់ចំពោះបាទស្ថានភាពព្រំដែនកម្ពុជាថៃនិងអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីអាដាមសាមូអែលបានគូសបញ្ជាក់អំពីសារៈសំខាន់ប្រកបទៅដោយការស្ថាបនានៃទួលនីតិរបស់ក្រមអ្នកសង្កេតការណ៍អាស៊ាននិងបានជម្រាបជូនសម្ដេចធិបតីថាសហរដ្ឋអាមេរិកបន្តគាំទ្រដល់ការបន្តយន្តការ AOT ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែងនិងខណ្ឌសីមា
ព្រំដែននៃប្រទេសទាំងពីរបាទអញ្ចឹងរៀងធ្ងន់តិចហើយបងប្អូនដោយសារតែអាដាមសាមូអែលបានបញ្ជាក់ជូនសម្ដេចធិបតីហើយសហរដ្ឋអាមេរិកនៅតែបន្តគាំទ្រទៅលើយន្តការ AOT ឬក៏អ្នកសង្កេតការអាស៊ានដែលធ្វើការនៅប្រទេសទាំងពីរទាំងកម្ពុជាទាំងប្រទេសថៃហ្នឹងដើម្បីសង្កេតការទៅលើស្ថានភាពជាក់ស្ដែងហើយក្នុងនោះក៏គាំទ្រដល់ការពន្លឿនដំណើរការកិច្ចប្រជុំបាទគណៈកម្មការព្រំដែនរួម GBC ហ្នឹងដើម្បីវាស់វែងនឹងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរនេះគឺខាងអាមេរិកគាត់មកហ្នឹងគឺគាត់បញ្ជាក់តែម្ដងអញ្ចឹងអាដាមសាមូអែលនេះគាត់មិនមែនត្រឹមតែមកជួបសម្ដេចធិបតីទេក៏បានជួបកងទ័ពខាងនៅប្រទេសថៃរួចទៅហើយមុននឹងមកដល់ប្រទេសកម្ពុជាអញ្ចឹងយើងកាន់តែមានទម្ងន់បន្តទៀតពេលដែលមហាអំណាចនៅតែបន្តយកចិត្តទុកដាក់និងគ្រប់គ្រងទៅលើកិច្ចការងារដោះស្រាយព្រំដែនរវាងកម្ពុជានិងថៃជាពិសេសគឺដឹងស្រាប់ហើយគឺបើយើងមើលទៅគឺថៃបើកការឈ្លានពានមកលើកម្ពុជាដោយកាន់កាប់បាទតំបន់រហូតដល់14កន្លែងឯណោះដែលរាជរដ្ឋាភិបាលរបស់យើងបានប្រកាសណាបងប្អូនដែលហើយរដ្ឋាភិបាលរបស់យើងតែងតែបដិសេធចំពោះទង្វើរបស់ទ័ពថៃដែលកាន់កាប់ដែលប្រើកម្លាំងវាទីហើយយើងមិនទទួលស្គាល់ដាច់ខាតចំពោះការប្រើកម្លាំងវាទីយកដីយកព្រំដែននេះអញ្ចឹងគឺក្រសួងការបរទេសរបស់យើងក៏ដូចជាតាមเพจផ្លូវការរបស់រាជរដ្ឋាភិបាលគឺតែងតែបដិសេធជាពិសេសគឺបដិសេធទៅលើទង្វើផ្សេងៗរបស់យោធាថៃដែលដូចថាវ័យបាទរូបសំណាកព្រះវិស្ណុអីចឹងឥឡូវបន្ទប់រូបសំណាកព្រះពុទ្ធសាសនាអីចឹងជាដើមទៅខាងក្រសួងធម្មការសាសនាក៏បានប្រតិកម្មខាងក្រសួងវប្បធម៌ក៏បានប្រតិកម្មនឹងមិនទទួលស្គាល់ចំពោះទង្វើដ៏កក្លឿនទង្វើដែលមិនគួរគប្បីឈ្លានពានរបស់ប្រទេសថៃនោះទេបាទបងប្អូនចឹងនៅពេលនេះគឺកម្ពុជាបានថ្ងៃទី26ខែមករានេះគឺបានប្រកាសថានឹងចូលរួមក្រុមប្រឹក្សាសន្តិភាពដែលដូចដើមដោយប្រធានាធិបតីដូណាល់ត្រាំរហូតដល់ពេលនេះគឺមានជាង20ប្រទេសហើយតាមចាំថា29ប្រទេសចឹងបើសិនជាកម្ពុជាចូលទៀតចូល30ប្រទេសជាងអាចមានអ្នកកើនហូហែបន្តទៀតបងប្អូនថាតើចូលក្នុងក្រុមប្រឹក្សាសន្តិភាពនេះតើនឹងចំណេញអ្វីខ្លះអញ្ចឹងសូមស្ដាប់វីដេអូបន្ថែមពីលោកបណ្ឌិតជ័យតិចដែលរៀបរាប់ជូនបងប្អូនត្រួសដើម្បីជាចំណេះដឹងនៅពេលដែលយើងចូលក្រុមប្រឹក្សាសន្តិភាពនេះបាទបាទថាបើសិនជាកម្ពុជាចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពនេះហើយក្នុងពេលដែលកម្ពុជាកំពុងតែរងនៅការឈ្លានពាននិងការគំរាមកំហែងពីប្រទេសថៃថាតើអាចធានាបានទេបើសិនជាកម្ពុជាចូលរួមនោះអាមេរិកអាចធានាថាថៃនឹងលែងឈ្លានពានកម្ពុជាបាទយើងចំណេញការពារនគរណាគេទឹកដីកម្ពុជាយើងចំណេញនៅការកសាងនៅកម្លាំងយោធាអភិវឌ្ឍរបស់កម្ពុជាយើងជាមួយមហាអំណាចដែលមានបច្ចេកវិទ្យាទេលើលោកបាទហើយបងប្អូនថាគាត់នៅការគេថាអរយៈទៀតតទៅទៅនឹងពាក់ព័ន្ធជាមួយនឹងចិនជាមួយនេះថាអត់ទេដូចខ្ញុំលើកឡើងខាងដើមដែរបាទអញ្ចឹងយើងជាមួយចិនយើងនៅតែគោរពគោលការណ៍ចិនតែមួយគោលនយោបាយចិនតែគាត់ថៃវ៉ាន់គោលនយោបាយចិនតែទៅមកចិនអង្គរនៅតែជីវិតរហហើយដល់ពេលដែលខ្ញុំលើកមួយចំណុចទៀតអត់ក្រោយតិចទៅទៅនឹងអាពុនគួយនេះតែយើងចង់នៅក្រៅទៅ9%ហ្នឹងវិនិយោគជនចិននៅក្នុងវិស័យកម្មច្រើននេះហើយនឹងមកទៅត្រាតទៅពេលយើងបានអាពុនទៀតពួកចិនរត់ទីផ្សារតែមកចេញឲ្យបាត់ពុកហើយអត់ហើយទូរចិនសុបាយចិត្តជាមួយយើងក៏ហើយតែមកដែរតែពីខ្ញុំឃើញយើងធ្វើបានដូចនេះសុបាយចិត្តជាងគេបន្តពីអាមេរិកខ្លាំងយើងចិនក៏ខ្លាំងយើងជាងគេយើងបញ្ជាក់ឲ្យការតំណាក់តំណងការជួយតែទៅលើផលប្រយោជន៍ណាដល់ពេលយើងថាអត្រាពលភាពរបស់អាមេរិកទីថាអីនេះចិនសុបាយចិត្តណាយកទុនមកពេញហ្នឹងណាមកផលិតនៅកម្ពុជាលំដល់អាមេរិកហើយអត់អីថាគេមិនសុបាយចិត្តគេមិនរាប់រងនេះគេមិនរាប់រងដល់ពេលដែលយើងនឹងខ្សោយទេស្អីក៏យើងមិនធ្វើស្អីក៏យើងមិនចាត់កូនណាក៏យើងមិនចាត់យើងគិតខ្លាចពុកខ្លាចទៅធ្វើចេះតែលោកខាងមើលមុខទឹកមុខនេះមើលទឹកមុខនេះនោះអត់ទេដល់ពេលដែលយើងត្រូវឯករាជ្យខ្លួនឯងហើយយើងអាចទៅទៀតដល់ពេលដែលយើងខ្លាចជាកូនកំមុំមួយដែលល្អគេស្រឡាញ់គេចូលទឹកគេជួយគ្រប់គ្រងគេឧបត្ថម្ភគេនិយាយនោះមិនថាយើងទៅខ្លាំងចិនខាត់មុខតែអត់ទៅរងនិយាយអាមេរិករងគេតោះអត់ទេដល់ពេលដែលយើងរងអាមេរិកហើយយើងមានផលប្រយោជន៍មានប្រហែលទីតាល្អហើយចិនមកខាងមកឧបត្ថម្ភគ្រប់គ្រងយើងបន្ថែមបានទីមុននេះអ្វីដែលខ្ញុំមើលយ៉ាងមិនតំណគេឃើញចឹងលំទឹកលើកឡើងដល់បញ្ហានេះហើយក្នុងបរិបទកម្ពុជាទៅពេលនេះមានសំណួរអញ្ចឹងលំទឹកតែអាចធានាបានទេខ្ញុំមិនដឹងថារាជរដ្ឋាភិបាលកម្ពុជានឹងចូលរួមឬក៏យ៉ាងម៉េចខ្ញុំមិនដឹងទេមកដល់ពេលនេះតែបានថាបើសិនជាកម្ពុជាចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពនេះហើយក្នុងពេលដែលកម្ពុជាកំពុងតែរងនៅការឈ្លានពាននិងការគំរាមកំហែងពីប្រទេសថៃថាតើអាចធានាបានទេបើសិនជាកម្ពុជាចូលរួមនោះអាមេរិកអាចធានាថាថៃនឹងលែងឈ្លានពានកម្ពុជាហើយព្រំដែននឹងមានសន្តិភាពជាមួយគ្នាតទៅតែកន្លងមកថៃនេះគឺជាក្មេងមួយដែលឆ្លើយព្រឺនក្លឿនបកកាយឈ្លានពានគេហើយអត់តាមអាមេរិកទេកន្លងមកគឺទៅហើយតែពេលនេះអាចទេបើសិនកម្ពុជាចូលហើយធានាថានឹងលែងមានការឈ្លានពាន
ពីថៃលែងមានការបើកការវិភាគទៅពីថៃរបស់កម្ពុជាជាលើកទី3ឬក៏នៅពេលអនាគតទី1ទី2អាចធានាបានទេថាតើគុណកម្មដែលលោករដ្ឋាភិបាលកម្ពុជានឹងអាចថាតោះថែមទៀតឬក៏ទម្លាក់មកតូនតាមរយៈការចូលរួមរបស់កម្ពុជាបាទ បាទនេះគឺជានួលល្អណាស់បាទយើងមើលខណ្ឌធំគឺបើឆ្លងបានណារកសារសន្តិភាពគឺដែលរកសន្តិភាពហើយជាពិសេសគឺសមាជិកខ្លួនឯងឲ្យមានបញ្ហាទេវាសំស្របទៅនឹងកុសលវិស័យរបស់ថ្នាក់ដឹកនាំរបស់កម្ពុជាយើងសម្ដេចតេជោជាបិតាសន្តិភាពពេលស្រុកតែយើងខែលោកកម្ពុជាយើងអរគុណសន្តិភាពស្រឡាញ់សន្តិភាពហើយទីក៏ស្ថាប័នមួយដែលតែបិកសាងនៅសន្តិភាពលើពិភពលោកយើងមិនចូលបាទទី1ទី2ដើម្បីដែលវាប្រណិតល្អអានេះមើលឃើញយើងមិនតើមិនក្នុងល្អល្អអត់មិនអាចចូលទេទោះថាល្អមកពីមកពីណាគេអន្តរាគមន៍ខ្លះឲ្យទៅលើថៃយើងប្រណិតភាពខ្លះអត់មានទេហើយបិកម្ពុជានេះពីណាគេមកជួយដូនឡើងតែบอกว่าមកមានប្រជុំថៃជើងគ្នាអាស៊ាននេះយើងខ្ញុំចិត្តចឹងក៏មានឥទ្ធិពលដែរប៉ុន្តែចឹងត្រូវឆ្លងអំពីបញ្ហាផលប្រយោជន៍ធំណាស់តែអ្វីអត់ខ្វល់ណាថាវាផលប្រយោជន៍មកចឹងទៅវិនិយោគអាហ្នឹងតែអ្វីមានវិនិយោគអាហ្នឹងនេះមានវិនិយោគកម្ពុជានៅថៃទេអាមេរិកគឺជាទីផ្សារអ្នកឯងនាំមកទៅយើងមកណាយើងមានជំរឿបាទដូច្នេះអាមេរិកមានអាផលនិយាយអំពីសម្ពាធក្នុងការដោះស្រាយបញ្ហាជំរុញមានរបស់ថៃនៅកម្ពុជានេះអាមេរិកមានជំរឿអាមេរិកជាមហាអំណាចមួយទៀតก็เป็นว่าไอ้ตอนไอ้ไม้พันเอ๊ะว่าไม่บ่อยตายเหรอไม่ได้เชื่อเลยตัวมันยืนยันหอที่ก่อนไอ้มาไม่ได้เชื่อเลยได้ที่กำหนดลงที่มันติ้งได้ใช่ไหมแจ้งทรัพย์สินแจ้งสมเด็จใส่ไหนแจ้งสมเด็จคุณทางโยบายที่ทำอะไรกันแต่เน้นหนึ่งงานสมเด็จครั้งสุดท้ายดอกเตอร์ยังโดนตัวทางยังชื่อสมาชิกสภากรมสารสัมพันธ์ไอ้ตอนทำบัญชีนั้นลงในสุดที่พันเด็กไอ้ชื่อเป็นมาทำบัญชีพันเด็กพักพร้อมแล้วก็แชร์ในเรื่องของสารอะไรนี่คือจะมาจริงแต่ยังเขาโจมันสเต็ปเลยถึงเราไปโจให้โจแล้วก็มาจึงอาจารย์ไทยกันดองเก็บเอาไปเด็กชมมือเลยបាទខ្ញុំមិនបញ្ហាពុនទេចាក់តែបញ្ហាពុនដោយសារតែមានតម្រូវឲ្យបាទការកសាងនៅក្នុងនោះអ្នកវិនិយោគទុនចឹងអ្នកវិនិយោគទុនចឹងមកច្រើននេះតែអ្នកវិនិយោគទុនរបស់តារាបិកក៏បានកំពុងតែចូលមកថាដែរហើយជួបមកផលិតនៅក្នុងខ្មែរបានណាតាមស្អីចាក់ទុនច្រើនរត់ឲ្យមិនប្រហែលរត់มันជាចំណុចប្រហែលទេចឹងដូច្នេះទេមើលឃើញបញ្ហានេះគឺអារម្មណ៍ទុនកំហុសបាទតែជាអនុប្រធានចឹងថៃក្រុមប្រឹក្សារដ្ឋកម្ពុជានេះកំពុងតែធ្វើការយ៉ាងសន្សំក្នុងការចរចាជាមួយក្រសួងពាណិជ្ជកម្មអាមេរិកការពលនិសាទហើយដល់ពេលដែលយើងធ្វើតំណែងកន្លងអបបោះមួយជំនាញធំនេះជាមួយនឹងថាអ្វីនេះខ្ញុំជឿជាក់ថាវាជាងួនមួយដ៏ធ្ងន់តែយើងអាចទទួលហើយមិនបានសូមពីរត់កោតមាននេះហ្នឹងបាទ